នេះជាទស្សនវិជ្ជាទាំងស្រុងពេលភ្លៀងធ្លាក់ខ្លាំងនៃការសម្រាកនៅពេលដែលធ្វើដំណើរទៅលេងស្រុកកំណើតនាពេលចូលឆ្នាំខ្មែរឆ្នាំ2025នេះភ្លៀងខ្លាំងបង្ហាញពីព្រះពរដ៏ជោគជ័យការអរសាទរនិងការប្រទានពរពីព្រះសម្រាប់ការទៅលេងទៅសួរសុខទុក្ខដល់គ្រួសារមានឪពុកម្ដាយបងប្អូនប្រុសស្រីជាដើមឡើយហើយក៏ជាការបង្ហាញពីជីវិតដែលទោះបីជួបឧបសគ្គរាំងស្ទះហត់នឿយលំបាកយ៉ាងណាក៏ដោយក៏មិនអាចបញ្ឈប់នឹងការធ្វើ